ទីនេះជាកន្លែងណានរណាស្រែករឿងបេះរាជសារស្អីហ្នឹងនរណាគេហ្នឹងកំពុងថតរឿងបុរាណមែនតើជុលមួយស្លាប់ហើយឆ្លងភពមែនតែស្អីឆ្លងមែនទេអញនិយាយជាមួយឯងតាឯងហ៊ានបេះរាជសារនោះជាទោសប្រហារជីវិតចង់ឲ្យមកពូជមែនទេស្អីម៉េចឯងជាស្អីហ៊ាននិយាយចឹងអញបេះរាជសារពាក់ព័ន្ធស្អីឯងហ៊ានជេរមួយម៉ាត់ទៀតមើលអ្នកណាគេយកដាវមកអញនឹងកាប់មីកូនរមើលគុណនេះទុកថាគ្មានកូនលោកម្ចាស់កុំអីគាត់មានកូនស្រីតែមួយទេបើលោកកាប់នាងខ្ញុំក៏មិនរស់ដែរមិនពិតទេដឹងឆ្លងភពមែនហ្នឹងប្រឡែងញ៉ឹឲ្យអញកាប់មីកូនចង្រៃនេះនាងបេះរាជសារជាទោសបោះប្រាស់ស្ដាយមុននឹងត្រូវការប្រហារមួយពូជឲ្យអញសម្លាប់នាងចោលឥឡូវលោកពុកចាំសិនខ្ញុំមានសម្ដីនិយាយឯងមានបណ្ដាំចុងក្រោយស្អីទៀតលោកពុកកូនបេះរាជសារមិនមែនដើម្បីខ្លួនឯងទេគឺដើម្បីភូមិគ្រឹះយើងនិងដើម្បីស្ដារកិត្តិយសត្រកូលលោកពុកគិតមើលត្រកូលយើងពីមុនអស់ចាស់ប៉ុណ្ណាចុះឥឡូវគ្មានអំណាចត្រូវគេមើលងាយកូនធ្វើបែបនេះគឺដើម្បីជួយលោកពុកនិងលើកមុខមាត់ត្រកូលឲ្យតែរៀបការយុទ្ធជោគជ័យត្រកូលយើងនឹងរះឡើងវិញដល់ពេលនោះគ្មានអ្នកណាហ៊ានមើលងាយយើងទៀតទេស៊ីអើឯងនិយាយមែនឬពិតមែនហើយកូនមានផែនការគ្រប់គ្រងនគររួចហើយលោកពុកចាំតែមើលស្នាដៃកូនទៅលោកម្ចាស់កំហឹងខ្លាំងម្ល៉េះស្ដាយណាស់ថ្ងៃនេះខ្ញុំមកដើម្បីផ្ដាច់ពាក្យរឿងផ្ដាច់ពាក្យហ្នឹងប្លង់សេរីបុរាណច្បាស់ណាស់សឹមយ៉ាងឈីងឯងនិយាយស្អីវិញហ្នឹងលោកម្ចាស់ខ្ញុំនិយាយច្បាស់ហើយខ្ញុំចង់ផ្ដាច់ពាក្យលោកផ្កាដណ្ដឹងត្រកូលសិនឯងចាត់ទុកភូមិគ្រឹះអមងយើងជាអ្វីពួកយើងភ្ជាប់ពាក្យតាំងពីក្មេងតើចង់លុបតាមចិត្តបានឬចង់មុខមាត់ភូមិគ្រឹះយើងទុកឯណាលោកអមងភ្ជាប់ពាក្យជាការពិតប៉ុន្តែសូមមើលកូនស្រីលោកផងគ្មានចំណេះគ្មានសិលធម៌សាហាវយងខ្នងឥឡូវហ៊ានលួចយកប្រកាសរាជសារបង្កើតរឿងធំទៀតមនុស្សស្រីបែបនេះមិនគួរជាប្រពន្ធត្រកូលសិនទេត្រកូលសិនយើងថ្លៃធ្នូ3ចំនួនមិនអាចខូចឈ្មោះដោយសារនាងទេសិនអានឈិញឯងថាអ្នកណាគ្មានចំណេះគ្មានសិលធម៌រឿងលុបការដណ្ដឹងឯងគ្មានសិទ្ធិទេបើលុបគឺភូមិគ្រឹះយើងជាអ្នកលុបឯងជាស្អីគេមនុស្សប្រុសខូចចរិតដូចឯងហ៊ានមកច្រឡំនៅភូមិគ្រឹះអស់មកផងនាងនិយាយប៉ាត់ណាប៉ាត់ណីស្អីខ្ញុំនឹងអ្នកនាងឈូគ្រាន់តែពិភាក្សារឿងតន្ត្រីនាងចិត្តចង្អៀតចំណានស្រាប់ហើយមកបន្ទោសខ្ញុំវិញជាងស៊ីខ្ញុំដឹងថានាងស្រឡាញ់ខ្ញុំរហូតដល់វង្វេងចង់យកឈ្នះនាងយកប្រកាសរាជសារនឹងធ្វើរឿងនេះគ្រាន់តែចង់ឲ្យខ្ញុំចាប់អារម្មណ៍ប៉ុណ្ណោះប៉ុន្តែទូនាងធ្វើបែបនេះក៏ខ្ញុំមិនរៀបការជាមួយនាងដែរឯងកុំជ្រុលពេកសិនអានឈិញឯងគិតថាឯងមានស្នេហ៍ណាស់មែនទេស្រឡាញ់រហូតវង្វេងចង់យកឈ្នះឯងសំឬអ្នកម៉ែយកលិខិតភ្ជាប់ពាក្យមកស៊ីអាកូនចង់យកមកណោះយកលិខិតភ្ជាប់ពាក្យឯងហើយចុះចេញទៅជាងស៊ីនាងនឹងស្ដាយក្រោយខ្ញុំស្ដាយដែលមិនបានឃើញកាយាតកោសិនឲ្យឆាមទៅឲ្យផុតកុំបង្ហាញមុខមកទៀតស៊ីអាកូនមិនអីទេអីតាំងពីតូចកូនចូលចិត្តរត់តាមអលអត្រកូលសិននោះបំផុតមិនចឹងអ្នកម៉ែគិតមើលកាលភូមិគ្រឹះយើងរុងរឿងត្រកូលសិនខំអង្វរសុំភ្ជាប់ពាក្យប្រឹងបញ្ជូនសិនអានឆេងមកចិត្តយើងឥឡូវស្ដេចថ្មីឡើងក្រុងរាជភូមិគ្រឹះយើងបាត់បង់អំណាចពួកវាក៏ប្រញាប់មកលុបការដណ្ដឹងគ្រួសារបែបនេះប្តីបែបនេះមិនគួរសមជាគូអនាគតឡើយស៊ីអាកូនធំដឹងក្តីមែនហើយកុំគិតថាចប់ត្រឹមរឿងលុបការដណ្ដឹងរឿងយកប្រកាសរាជសារមិនទាន់ចប់ទេលោកពុកខ្ញុំប្រាប់ហើយតាខ្ញុំមានកលល្បិចជួយជាតិពេលនោះមកជាអាចស្រោចស្រង់ភូមិគ្រឹះយើងហើយធ្វើឲ្យតកូលសិនស្ដាយក្រោយមិនខានក្បាលស្អីសមត្ថភាពឯងប៉ុណ្ណាអញមិនដឹងឬអូយពុកតាំងពីដូចសូកំពីមិនចប់ផងហ៊ាននិយាយរឿងគ្រប់គ្រងប្រទេស
ទៅប្រាសាទតាជីជាមួយអញដើម្បីសុំទោសព្រះអ ខ្ញុំ ង្គ មានវិធីមែនដៃស្បែកអស់ហើយស្រាដៃបន្តិចទៅ